តែជាតិនិងប្រជាជនសម្ដេចតេជោគ្មានពាក្យថាន័យហត់ឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធិរិទ្ធអ្នកនាំពាក្យសម្ដេចតេជោនៅថ្ងៃទី22ខែធ្នូឆ្នាំ2025បានសរសេរសំណេរដ៏មានអត្ថន័យបែបនេះថាព្រោះតែជាតិនិងប្រជាជនសម្ដេចតេជោហ៊ុនសែនគ្មានទេពាក្យថាន័យហត់ឆ្លងកាត់105សមរភូមិនិងរបួស5ដងលោកជាធិរិទ្ធបានកត់ត្រាសំខាន់នៃបេសកកម្មរបស់សម្ដេចតេជោក្នុងបុព្វហេតុប្រជាជននិងមាតុភូមិយ៉ាងដូចនេះថានៅថ្ងៃទី20ខែមិថុនាឆ្នាំ1977យកជីវិតជាដើមទុនដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី22ខែតុលាឆ្នាំ1996ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហមដោយយកជីវិតទៅផ្ដល់នឹងសន្តិភាពសម្រាប់កម្ពុជារហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី29ខែធ្នូឆ្នាំ1998ដឹកនាំកម្ពុជាពីគំនរផេះផង់ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់700លានក្នុងមួយឆ្នាំជាង2សតវត្សនៅមុន COVID-19 បើតាមលោកជាធិរិទ្ធបច្ចុប្បន្នសម្ដេចតេជោកំពុងរួមជាមួយសម្ដេចធិបតីផ្ដល់យុទ្ធសាស្ត្រដល់បណ្ដាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពានប្រភេទដែលជាតិនិងប្រជាជនជួបការលំបាកតែងតែមានវត្តមានរបស់សម្ដេចជានិច្ចជីវិតសម្ដេចជារបស់ជាតិខ្មែរអ្នកនាំពាក្យសម្ដេចតេជោរូបនេះបានគូបញ្ជាក់ថារាប់ពេលប្រចាំការលោកតែងតែតំណាងឲ្យសហការីស្ដាប់ពីបទពិសោធន៍ក្នុងភ្លុកភ្លើងសង្គ្រាមនិងដឹកនាំប្រទេសដោយលោកតែងតែរលឹកជារឿយៗថាជីវិតហ៊ុនសែនបើមិនសមបើអាចរស់មកដល់ពេលនេះព្រោះឆាកជីវិតវាលំបាកពេកសម្ដេចតេជោប្រធានប្រសិទ្ធិបានមានប្រសាសន៍ថាសម្ដេចមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតប្រសិនបើសម្ដេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល45ឆ្នាំកន្លងមកនេះសម្ដេចតេជោយកជីវិតទៅផ្ដល់យកការរស់រានមានជីវិតរបស់ប្រជាជនយកជីវិតទៅផ្ដល់យកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះយកអំណាចទៅផ្ដល់ជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីចំនួនចាស់ទៅចំនួនថ្មីសម្ដេចតេជោបន្ថែមថាចូលចងចាំគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ